គុណចម្រុះរបស់ខ្មែរចឹងទេយើងមានការបោកមានការគៀបទឹកខាងក្រៅនេះខ្ញុំឲ្យសម្រាប់ខ្លួននឹងធ្វើការប្រកួតគូទី2ទឹកទី2សូមជម្រាបដល់ទស្សនិកជនផងដែរថាយើងប្រកួតក្នុងអំឡុងពេល3ទឹកក្នុង1ទឹកមាន3នាទីហើយយើងធ្វើការសម្រាប់4នាទីហើយលក្ខខណ្ឌស្រួលគេវាចាប់ពេញទៅបានបន្ទុកអបមួយបច្ចេកទេសត្រូវបានបន្ទុកដួលទៅខាងក្រៅប្រើគ្មានដូចការកាច់ក្លេកាច់គាត់ទៅបានបន្ទុកបើសិនជាឯគូជួបអាចារ្យគឺចាច់ដោយស្វ័យប្រវត្តិតែម្ដងបាទសញ្ញានេះគឺលោកកញ្ញាកណ្ដាលផ្ដល់បន្ទុកទៅខាងគ្រូបងលោកប្រហមខៀវក៏ចូលកោគាត់អាយ៉ាខាងទៅលើនោះបាទក្រោមគាត់ដូចទៀតជាប់គុំហើយមិនចូលទេក្រោមអើយក្រហមញាក់វាទៅទៅអូយអោបនេះជាប់បងហើយឲ្យតែមើលគ្រប់20វិនាទីតែឬមកយ៉ាងណាអោបនៅស្វីចាស់ដូចជាស្រឡាញ់នេះរកមានដូចនេះបាទការđâyនេះបើសិនជាមានចូលណាលោកកញ្ញាកណ្ដាលមានសិទ្ធិបបែកគុណ20វិនាទីនេះជាសញ្ញាមានបន្ទុកទៅថាគៀវពួកថាគៀវអត់នេះច្រើនមែនទេបាទអង្គរសង្ក្រានបាទផ្អើលទូទៅពិភពលោកអង្គរសង្ក្រានផ្ដល់នៅភាពសប្បាយរីករាយកាន់បងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងសង្ក្រានអង្គរហើយផ្សព្វផ្សាយវីដេអូនេះបាទទៅកាន់បងប្អូនដែលមិនបានមកទស្សនាដោយផ្ទាល់បាទតាមរយៈការ share ការចែករំលែកបាទនៅតាមបណ្ដាញ social media របស់យើងហើយនេះគឺជាអ្វីដែលខ្ញុំចង់និយាយបង្ហាញអំពីទស្សនវិជ្ជាទូទៅក៏ដូចជាការបង្ហាញនៅសកម្មភាពបងប្អូនប្រជាពលរដ្ឋដែលជាអ្នកមកពីបណ្ដាខេត្តនានាហើយចូលរួមសប្បាយរីករាយជាមួយនឹងសង្ក្រានអង្គរខ្មែររបស់យើងបាទហើយខ្ញុំនឹងបង្ហាញទាំងទស្សនីយភាពនេះទៅកាន់បងប្អូនទាំងអស់គ្នាបាទចូលរួមរីករាយសប្បាយហើយសាទរទាំងអស់គ្នាបាទពេញស្អីការិយាល័យព័ត៌មានបាត់នេះបាត់អេមែនទេបាទអេមែនទេ Hello បងម៉ែបងប្អូនyêu kênh YouTubeទាំងអស់ទីស្រឡាញ់លោកអាយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនបណ្ដឹងទៅដល់ពុកម៉ែបងប្អូនសូមតាយកចិត្តទុកដាក់ចំពោះរបស់របរមានតម្លៃដែលនៅជាប់ក្នុងខ្លួនគឺវិធានចំពោះអាណាព្យាបាលដែលនាំយកកូនតូចៗមកជាមួយ
សូមមេត្តាប្រទានឲ្យបានគួរឲ្យក្នុងករណីមានការបាក់ឬវង្វេងសូមតាមដំណឹងប្រកាសស្នងការវិទ្យាល័យព័ត៌មាននៅខាងមុខស្ពានការបណ្ដាទឹកច្រកចូលប្រាសាទអង្គរវត្តឬក៏វាក្រុមការងារដែលប្រចាំការក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាមសូមអរគុណសូមជម្រាបសួរពុកម៉ែបងប្អូនជាកិត្តិយសទាំងអស់ជាទីស្រឡាញ់រាប់អានយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនបងប្អូនទាំងអស់ប្រសិនបើបងប្អូនមានករណីបញ្ហាសុខភាពសូមពុកម៉ែបងប្អូនអាចទៅរកទីតាំងសង្គ្រោះបឋមដែលក្រុមការងារបានរៀបចំមួយបាទគុំខ្ញុំពីក្រៅតាមព័ត៌មានទៅshow បាទសំដានកម្ពុជាដោយប្រព័ន្ធសាស្ត្រវិទ្យាសូមអរគុណបាទមនុស្សច្រើនមែនទែនបងប្អូនមនុស្សច្រើនមែនទែនបាទនេះបាទមានការបង្ហោះដ្រូនមានការបង្ហាញទាំងទស្សនីយភាពបាទនេះគឺជាមុខអង្គររបស់យើងបាទមនុស្សច្រើនមែនទែនជាមួយនឹងទាំងទស្សនីយភាពហើយការរួមបីនៃខ្មែររបស់យើងមែនទែនបាទកកកបាទកក់គុញបាទគួរជាទីទស្សនាបាទមានការបាញ់ទឹកទៀតអូអេមែនទែនអេមែនទែនខ្យល់ពីក្រោយទៀតបាទច្រើនមែនទែនបងប្អូនខ្មែររបស់យើងបាទចូលរួមកម្មវិធីសង្ក្រាន្តនេះអធិកធម៌សម្រាប់ឆ្នាំ2025
Tesco ដ៏ធំមួយបាទតំណាងឲ្យបេតិកភណ្ឌពិភពលោកហើយក៏បេតិកភណ្ឌរបស់ខ្មែររបស់យើងដែរលិចនៃប្រាសាទអង្គរវត្តហើយបាទមនុស្សច្រើនមែនទែនបាទធ្វើដំណើរជុំវិញប្រាសាទអង្គរវត្តហើយខ្ញុំដើរបត់មកជុំទៅវិញហើយវីដេអូសម្រាប់ការបង្ហាញនេះគឺខ្ញុំបង្ហាញតែប៉ុណ្្នឹងទេសម្រាប់វីដេអូទី1ហើយសង្ឃឹមថានឹងមានវីដេអូបន្តទៀតណាបាទបងប្អូនអាចជួយ share ជួយ comment បាទជួយផ្ដល់នៅបទយោបល់សម្រាប់ការថតរបស់ខ្ញុំបាទផងបាទដើម្បីទទួលបាននៅការកែលម្អបាទរីកចម្រើនទាំងអស់គ្នាកម្ពុជាទឹកដីរបស់ខ្ញុំចូលរួមការពារនិងថែរក្សាឲ្យបានគង់វង្ស